សួស្តីទាំងអស់គ្នាយើងជួបគ្នាម្ដងទៀតហើយនេះខ្ញុំនឹងយករឿងមួយយកមកសម្រាប់ឲ្យចែកជូនគ្រប់គ្នាបានស្ដាប់ទាំងអស់គ្នាហើយក្នុងរឿងនេះក៏មានចំណងជើងថាអញ្ចឹងអាចអានខ្លួនឯងបានដូច្នេះកុំឲ្យកាត់ពេលយូរយើងចូលសាច់រឿងរបស់យើងតែម្ដងទៅដែលក្បាលសាច់រឿងយើងមកយើងបានឃើញថាគ្រាន់តែក្បាលសាច់រឿងយើងមកភ្លាមគឺថាទូឯករបស់យើងថាចាប់ផ្ដើមហើយរឿងស្នេហាហ្នឹងមកតែយើងបានឃើញថាទូឯករបស់យើងកំពុងតែមាន date ជាមួយសង្សាររបស់គាត់ហើយគាត់បានប្រាប់សង្សាររបស់គាត់ថាឲ្យរងចាំបន្តិចទៅបន្តិចទៀតគាត់នឹងជោគជ័យហើយណាសង្សាររបស់គាត់តែជានិយាយថាបើសិនជាខ្ញុំនៅជាមួយលោកឯងហ្នឹងគាត់ជាគ្មានអនាគតទេនៅខាងមុខហ្នឹងតែជាហេតុធ្វើឲ្យស្នេហារបស់យើងមួយគូនេះមានការបែកបាក់គ្នាតែក្រោយពីការជួបជុំនោះបានបញ្ចប់ក៏មានបរិះម្នាក់ដែលគាត់បានខលមកជួបទូឯកប្រុសរបស់យើងដែលគាត់ប្រាប់ឲ្យបញ្ចប់នៅទំនាក់ទំនងមួយនេះដែលខែធ្វើឲ្យទូឯករបស់យើងកាក់គាំងជាខ្លាំងមនុស្សស្មារតីដល់តែគាត់ចិត្តបានជោគជ័យហើយហើយវាបរាជ័យនៅពេលវេលាចុងក្រោយនេះតែថ្ងៃបន្ទាប់ក្រោយមកយើងក៏បានឃើញទូឯករបស់យើងគាត់ដើរតាមផ្លូវតែសារតែគាត់មិនមានលុយដើម្បីបង់ថ្លៃផ្ទះជួលរបស់គាត់ហើយគាត់គិតថាតលុយរបស់គាត់ប៉ុណ្ណឹងអាចនឹងធ្វើបានខ្លះហើយគាត់ត្រូវលាងចានដើម្បីរកលុយដែរឬអត់តែគាត់ក៏បានក្លេកទៅឃើញហាងមួយអញ្ចឹងគាត់ក៏សាកចូលទៅដើម្បីផ្សងសំណាងតែគាត់បានប្រាប់ទៅចាស់ហាងថាឲ្យតាកែឲ្យស្លាកឆ្នោតខ្ញុំ5 យ៉ន់មកហើយខ្ញុំគាត់តែសាកល្បងវានៅសាប់មួយរំពេចនោះគាត់ក៏បានឃើញលេខចម្លែកអ្វីម្យ៉ាងនៅខាងលើស្លឹកឆ្នោតហើយគាត់ក៏បានគិតថាតើខ្ញុំស្វាងភ្នែកឬពិតជាចម្លែកមែនតើដល់ឡងពេលដែលទូហើយរបស់យើងកំពុងតែមានការគាំងជាខ្លាំងដោយបានឃើញទូលេខនៅលើស្លឹកឆ្នោតរបស់គាត់ហើយលោកតកែគាត់បាននិយាយថានេះស្លឹកឆ្នោតរបស់ឯងសំណាងណាហើយទូហើយរបស់យើងគាត់ពិតជាឆ្ងល់ខ្លាំងមែនតើលេខនៅលើស្លឹកឆ្នោតហ្នឹងវាជាស្អីគេគាត់ខំយកដៃប៉ះផងធ្វើអីផងតែនៅតែគ្មានអ្វីដែលចម្លែកសោះតែគាត់គិតថាខ្វល់ទេសំខាន់កោះឆ្នោតសិនហើយគាត់ក៏ចាប់តាមកោះឆ្នោតតែម្ដងតែស្ដាប់ទៅមើលពេញនោះគាត់ក៏ចាស់រង្វាន់ជាច្រើនទៅលើស្លឹកឆ្នោតទាំងនោះតែម្ចាស់ហាងគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនតាក្មេងនេះមកពីណាហើយក៏សំណាងល្អម្ល៉េះរដំដែរមានណាគេសំណាងថានេះនៅថៃបើយើងគាត់សាកកោះនៅលេខឆ្នោតដែរមាន%តិចជាងគេតែវាមិនទូបានអ្វីតែម្ចាស់ហាងគាត់លួងតែប្រាប់ថាវាមិនអីទេសំណាងវាមិនមែនចេះតែមកតែរហូតទេតែទោះឲ្យបើយើងមិនឲ្យចាញ់ចិត្តម្ចាស់ហាងក៏បន្ថែមលុយដើម្បីទិញស្លឹកឆ្នោតបន្ថែមទៀតដោយម្ចាស់ហាងគាត់ថាអើយក្មេងនេះពិតជាឈាមរាវមែនចឹងហើយតបពីមួយសន្ទុះក្រោយមកម្ចាស់ហាងពិតជាមានការគាំងខ្លាំងទៅលើអាក្មេងមួយនេះពិតជាឈ្នះលុយបានច្រើនខ្លាំងមែនតើធ្វើឲ្យគាត់ខាតច្រើនខ្លាំងមែនតើហើយទោះឲ្យយើងបានគិតថាតាភាគរយហ្នឹងវាជាអ្វីពិតប្រាកដវាជាការល្អបើសិនជាយើងអាចដឹងមុនថាវានឹងទូបានប្រមាណតែអ្វីដែលគួរចាប់អារម្មណ៍នោះគឺថាយីរបស់យើងគឺគាត់អាចដឹងថាសន្លឹកមួយណាដែលមានភាគរយនៃការឈ្នះច្រើនជាងគេតាមចាហាងគាត់បានប្រាប់ថាសំណាងវាមិនមែនចេះតែមករាល់ថ្ងៃទេដោយទួយរបស់យើងតទៅម្ចាស់ហាងយ៉ាងលុយថាវាមិនអីទេបើសិនជាខ្ញុំមិនឈ្នះខ្ញុំនឹងចាត់ទុកថាវាជាការបរិច្ចាគទៅចុះម្ចាស់ហាងគាត់មើលចិត្តឯងគាត់តបទៅវិញថាអញ្ចឹងចាំមើលតើសំណាងរបស់ឯងនឹងមានដល់ពេលណាអើយគឺមិនក៏សំណាងល្អម៉េះឈ្នះមួយដងចាប់គ្នាតែទួយរបស់យើងធ្វើទឹកមុខយ៉ាងសឹមថាគឺសំណាងរបស់ខ្ញុំនៅតែនៅខាងខ្ញុំដដែលនៅក្នុងឡុងពេលនោះទួយរបស់យើងក៏បានគិតថាបើសិនជាខ្ញុំអាចឈ្នះ50%តែក៏មិនដែរតែវាក៏បានលោតនៅភាគរយនៅពីលើសន្លឹកឆ្នោតហើយទួយរបស់យើងក៏បានគិតថាអញ្ចឹងមានន័យថាវាផ្ដោតទៅលើសំណួរដែលខ្ញុំបានសួរហើយមិនអាចទៅរួចទេទោះបីខ្ញុំមិនចង់ខ្លាចជាអ្នកមានក៏ដោយតែរណាខ្ញុំអាចកែសំណួររបស់ខ្ញុំឲ្យសមស្របទៅតាមស្ថានភាពភាគរយដែលលោតចេញមកបង្ហាញវានឹងផ្លាស់ប្ដូរទៅតាមនឹងដែរតែឥឡូវនេះខ្ញុំត្រូវតែបោកចាស់50កុំឲ្យគាត់មានការសង្ស័យចំពោះខ្ញុំដោយតែរបស់យើងគាត់បាននិយាយថាថ្ងៃនេះខ្ញុំពិតជាមិនអន់ទេសំណាងរបស់ខ្ញុំថ្ងៃនេះដើមចាងគាត់បានតបទៅវិញថាវាមិនអីទេសំណាងយើងមិនអាចមើលឃើញទេដោយតែរបស់យើងគាត់បានគិតថានឹងគឺជាវីតាមីនឬជាការពិតឬក៏ខ្ញុំខ្វល់ទេសំខាន់វាអាចប្រើការបានដើមតមកទៅរបស់យើងគាត់បាននិយាយថាថ្ងៃនេះខ្ញុំដូចជាសំណាងដល់ហើយចឹងហើយខ្ញុំចង់បន្ថែម20សន្លឹកថែមទៀតម្ចាស់ហាងគាត់ក៏បាននិយាយមកវិញថាណែកូនគិតមើលច្បាស់សិនណាមុននឹងសម្រេចចិត្តប្រយ័ត្នស្ដាយក្រោយនៅថ្ងៃរបស់យើងគាត់បានតទៅវិញយ៉ាងលយថាកុំបារម្ភអីថ្ងៃនេះខ្ញុំពិតជាសំណាងខ្លាំងណាស់ចាឲ្យខ្ញុំនឹងសាកល្បងម្ដងទៀតលោកឲ្យនឹងទទួលបាន5បន្ថែមដោយក្នុងលំពេលដែលទួយប្រុសរបស់យើងកំពុងតែកោះហ្នឹងម្ចាស់ហាងគាត់ពិតជាភ័យខ្លាំងតែគាត់ខ្លាចតែឈ្នះទៀតហ្នឹងគាត់ជាអស់លុយជាច្រើនទៀតហើយតែសំណាងល្អដែរទួយរបស់យើងគាត់មិនមានសំណាងក្នុងការទទួលបានជោគជ័យហើយគាត់ក៏បានកោះបន្ថែមទៀតកោះអស់រាប់រយសន្លឹករាប់ពាន់សន្លឹកតែនៅតែមិនទទួលបានអ្វីទាំងអស់ហើយគាត់ពិតជាមើលចិត្តខ្លាំងមែនទែនដោយក្នុងការកោះឆ្នោតសន្លឹកឆ្នោតទាំងអស់នេះ
នៅក្នុងឡងពេលដែលទោះបីយើងកំពុងតែខឹងនឹងម្ចាស់ហាងគាត់បានមកប្រាប់ថាដូចខ្ញុំបាននិយាយពីដំបូងអញ្ចឹងគួរតែឈប់ទៅព្រោះការឈ្នះវាមិនមែនតែឈ្នះរហូតទេអ្វីដែលម្ចាស់ហាងគាត់បានដឹងទោះបីរបស់យើងគាត់មិនបានពឹងទៅលើសំណាងទេគាត់ពឹងទៅលើតួលេខដែលបានបង្ហាញនៅលើសន្លឹកឆ្នោតតែទោះបីយើងគាត់ទុំតែទិញសន្លឹកឆ្នោតថ្មីនេះតែបន្ទាប់មកគាត់ក៏បានក្លេកទៅឃើញសន្លឹកឆ្នោតមួយដែលមានភាគរយច្រើនជាងគេអញ្ចឹងដូច្នេះគាត់ក៏បានប្រាប់ទៅម្ចាស់ហាងឲ្យយកសន្លឹកឆ្នោតមួយនោះមកតែនៅពេលនោះម្ចាស់ហាងគាត់ក៏បានដាស់តឿនទៅទោះបីរបស់យើងម្ដងទៀតហើយទោះបីរបស់យើងគាត់ក៏បាននិយាយតបជុំពិតជាអរគុណខ្លាំងមែនទែនសម្រាប់រឿងមួយនេះទោះបីយើងបានគិតក្នុងចិត្តថាខ្ញុំគិតតែចាប់បែកស្វាយទៅគឺបានហើយនៅក្នុងឡងពេលដែលម្ចាស់ហាងគាត់បានទូមានប្រាប់ទៅទោះបីរបស់យើងក៏បានកោះឈ្នះរង្វាន់ម្ដងទៀតហើយដែលធ្វើឲ្យម្ចាស់ហាងរបស់យើងគាត់គាំងទៀតហើយទោះបីរបស់យើងចិត្តតែឈ្នះពីមួយទៅមួយដែលលក្ខណៈថាកាប់លុយម្ចាស់ហាងតែម្ដងតែធ្វើឲ្យម្ចាស់ហាងគាត់ពិតជាភ័យខ្លាំងមែនទែនខ្លាចតែហាងរបស់គាត់ណាលាយក្នុងថ្ងៃនេះជាមិនខានទេហើយទោះឲ្យរបស់យើងហ្នឹងមិនមែនកោះធម្មតាទេដល់ថ្នាក់បន់ព្រះហើយតែទោះឲ្យរបស់យើងហ្នឹងគឺបានគិតក្នុងចិត្តថាខ្ញុំគ្រាន់តែសម្ដែងដើម្បីបោកម្ចាស់ហាងតែប៉ុណ្ណោះតែការពិតទៅខ្ញុំដឹងបាត់ហើយថាខ្ញុំគាត់ជាឈ្នះវាតែម្ចាស់ហាងហ្នឹងគាត់ពិតជាគៀងម្ដងទៀតហើយនៅក្នុងលោកពេលដែលទោះឲ្យរបស់យើងហ្នឹងកំពុងតែចាក់ចេញទៅហើយគាត់ក៏បានគិតថាតើអំណាច system មួយនេះតើគាត់អាចធ្វើឲ្យបានខ្លះហើយក្នុងពេលដែលគាត់កំពុងតែគិតហ្នឹងម្ចាស់ហាងគាត់ក៏បានសួរថាខែនេះខ្លួនឯងដូចជាសម្រាប់ថ្ងៃមិនបានមិនកោះតទៀតតែចៃដន្យនេះទូប្រុសរបស់យើងក៏មិនបានស្ដាប់ទេគាត់ក៏បានយកដៃទៅបើកទ្វារតែចៃដន្យនេះក៏បានឃើញនៅលេខនៅលើទ្វារគាត់ក៏ភ័យយ៉ាងខ្លាំងហើយក៏បានថយក្រោយយ៉ាងលឿនក្នុងមួយរំពេចនោះយើងស្រាប់បានឃើញថាកញ្ចក់ទ្វាររបស់យើងក៏បានបែកហើយទោះឲ្យរបស់យើងក៏បានកលេចមើលទៅមានណាឆ្ងាយទេគឺពូល Husky របស់យើងហ្នឹងឥឡូវបានពូក្បាលបាត់ហើយចាស់ហាហ្នឹងគាត់ពិតជាឆ្ងល់ខ្លាំងមែនតើទោះឲ្យរបស់យើងហ្នឹងគាត់គិតដល់របៀបណាហើយគាត់ក៏បានខាត់ទោះឲ្យរបស់យើងឲ្យនៅសានហើយគាត់សួរថាតើនេះគឺជាគ្រូទាយឬនៅក្នុងអំឡុងពេលដែលទោះឲ្យរបស់យើងពូនតែគិតនឹងរកវិធីសាស្ត្រដើម្បីបោកចាស់ហាងកុំឲ្យគាត់សង្ស័យច្រើនគាត់ក៏បានតបទៅវិញថាតាមពិតទៅខ្ញុំនេះគឺជាគ្រូទាយហើយគ្រួសាររបស់ខ្ញុំហ្នឹងមានប្រវត្តិតាំងពី2ទៅ3000ឆ្នាំមកហើយម្ចាស់ហាហ្នឹងគាត់បានថាខ្ញុំមិនជឿលើពេជ្រជំនឿណាទេកុំចង់មកបោកខ្ញុំអីហើយបើសិនគ្រួសារឯហ្នឹងមានអាយុកាលតាំងពី2ទៅ3000ឆ្នាំមកហើយហើយអ្វីបានខ្ញុំមិនដែលឮសោះហើយទោះរបស់យើងហ្នឹងក៏បានឃើញថាតួលេខហ្នឹងគាត់ពិតជាមិនជឿយើងទេដូច្នេះគាត់នឹងរកវិធីដើម្បីបោកចាស់ហាងទៀតតែតាមពិតទៅគ្រួសាររបស់ខ្ញុំគឺមិនតមកតាំងពីមួយជំនាន់ទៅមួយជំនាន់មកហើយគ្រួសាររបស់ខ្ញុំក៏មានអាកំបាំងដែរដូច្នេះខ្ញុំអាចប្រាប់អាកំបាំងទៅអ្នកក្រៅមកទេបើខ្ញុំប្រាប់ទៅព្រះគាត់ជាដាក់ទោសមកលើខ្ញុំតែក្នុងឡងពេលដែលទោះរបស់យើងនឹងកំពុងតែបោកចាស់ហាងហ្នឹងចាស់ហាងជួយយ៉ាងស្លងតែម្ដងថាវាជាការពិតលោកតាខាតាមពិតទៅអ្នកបានឃើញសមត្ថភាពទីរបស់ខ្ញុំហើយទៅលើការកោសឆ្នោតមកកន្លងមកដូច្នេះមូលហេតុដែលខ្ញុំបានបញ្ឈប់នឹងការកោសស្ដេចឆ្នោតដោយសារតែទេវតាគាត់បានប្រឆាំងនឹងខ្ញុំមិនឲ្យខ្ញុំធ្វើបន្តទៀតនោះទេបើមិនដូច្នោះទេប្រកាសជាមានគ្រោះថ្នាក់ជាមិនខានថងយ៉ាហាហ្នឹងគាត់បានតបថាអញ្ចឹងទៅខ្ញុំចិត្តតែឆ្ងល់ហេតុអ្វីបានឯនេះចិត្តតែតំណាងតែរហូតតាមពិតទៅគឺបែបហ្នឹងសោះហើយចាហាហ្នឹងគាត់ក៏បានសុំឲ្យទោះរបស់យើងនឹងជួយទាយឲ្យគាត់បន្តិចហើយទោះរបស់យើងនឹងគាត់ក៏បានគិតថានេះគឺជាឱកាសដ៏ល្អហើយដើម្បីសាឡបងស៊ីមួយនេះហើយគាត់ក៏បាននិយាយថារំលឹកវាចោលទៅការទូទាយនេះអាស្រ័យទៅលើពុបហេតុនិងផលនៅពេលដែលម្ចាស់គាត់បានស្ដាប់ទូរបស់យើងរៀបរាប់ហើយគាត់ក៏បានសូមឲ្យទូរបស់យើងនឹងជួយទាយឲ្យគាត់បន្តិចតែគាត់នឹងមានសំណាងបែបម៉េចនៅថ្មីនេះផ្ទះខ្ញុំនៅឯស្រុកគឺខ្ញុំបានរស់រើដូច្នេះខ្ញុំមិនដឹងទេថាពីគីម្ខាងទៀតគាត់ចង់បានប្រាក់ប៉ុន្មានហើយទូរបស់យើងក៏បានតបទៅវិញថាមិនអីទេតែកែគ្រាន់តែផ្ដល់នៅតម្លៃមួយដែលសមរម្យទៅគឺបានហើយនៅលោកតង្កាក៏បានប្រាប់ទទួលឲ្យរបស់យើងថាផ្ទះនោះគឺវាមានទំហំរាងធំណាស់គឺមានទំហំទៅដល់2ទៅ3ម៉ែត្រការ៉េហើយបើគិតទៅយ៉ាងតិច10 G ក្នុង1ម៉ែត្រការ៉េដែរក្នុងឡងពេលនោះទូឲ្យរបស់យើងកំពុងតែគិតថាគូទៅឲ្យប្រមាណទៅហើយគាត់ក៏បានគិតថា 4.5 គឺល្អផុតហើយអញ្ចឹងគាត់ក៏ប្រាប់ទៅចាស់ហាងតែម្ដងទៅថាឲ្យយក 4.5 ហ្មងទៅដល់ពេលដែលលោកតង្កាគាត់បានលឺបែបនោះហើយគាត់ពិតជាអរគុណខ្លាំងមែនទែនប៉ុន្តែរបស់យើងក៏បានប្រាប់បន្តទៀតថាតាមពិតទៅត្រូវ4លានគឺវាគ្រាន់តែហើយតែបើសិនយើងចរចាជាមួយគេទៅសុំគេទៅដល់ 4.5 លានឱកាសយើងអាចទទួលបានរហូតដល់ 80% ណាស់គេនឹងយកព្រមនឹងយើងហើយបើសិនជាយើងយកលើសពីនឹង%ដែរគេនឹងយកព្រមគឺវាតិចខ្លាំងមែនទែនហើយលោកតកាក៏បានសួរថាតើវាពិតដែរឬអត់ហើយថ្លៃរបស់យើងក៏បាននិយាយថាបើសិនជាមិនជឿខ្ញុំទេនៅពេលដែលមានបញ្ហាអាចទាក់ទងមកខ្ញុំភ្លាមបាននៅពេលដែលលោកតកាក៏បានលើបែបនេះហើយគាត់ក៏បានចរចាជាមួយភាគីម្ខាងទៀតរបស់គាត់ហើយជាការរងចាំរយៈពេលយ៉ាងយូរដោយម្ចាស់ហាងហ្នឹងគាត់ក៏ជាសំណងទៅឲ្យថ្លៃប្រុសរបស់យើងហ្នឹងគាត់ក៏បានជូនលុយទៅថ្លៃប្រុសរបស់យើងហ្នឹងចំនួន300,000ណោះចឹងហើយថ្លៃរបស់យើងហ្នឹងក៏រៀងរឹកដែរហ្នឹងថាស្ដាប់ចង់យកទេប៉ុន្តែក្នុងចិត្តវិញចង់បានសឹងអីបន្ទាប់មកគេថា
តាកែរបស់យើងហ្នឹងគាត់ក៏បានបាញ់លុយទៅឲ្យទូឯករបស់យើងតែម្ដងតបពីបានលុយហើយទូឯករបស់យើងក៏បានលាចាស់ហាងយើងហ្នឹងចាស់ចេញទៅតែម្ដងទៅបន្ទាប់ពីចាស់ចេញហ្នឹងចេញមកដល់ក្រៅក៏បានជួបនឹង husky របស់យើងទៀតតែវាមិនបានចេញទៅណានោះទេវានៅខាងមុខឯងហើយរនាដីហ្នឹងបាត់ហើយបាត់ជើងឯងហើយទូឯករបស់យើងហ្នឹងក៏បានគិតថាតើគួរទៅរកម្ចាស់ឲ្យវាដែរឬអត់នៅពេលទូឯកប្រុសរបស់យើងហ្នឹងមើលវាស្ទុះនៅមើលថាដូចជាមិនបាច់ទេដឹងតែចៃដន្យនេះគឺថា husky របស់យើងហ្នឹងក៏បានធ្វើសញ្ញាមួយដែរឲ្យទូឯកប្រុសរបស់យើងហ្នឹងទៅតាមគេថា husky របស់យើងហ្នឹងគឺថាលេងខូចដែរហ្នឹងគេថារត់ញ៉ៃញ៉ៃពេញផ្លូវហ្នឹងធ្វើឲ្យកញ្ញារបស់យើងហ្នឹងបើសម្ពុតបើរោគអត់ទៅហើយបន្ទាប់ពីធ្វើដំណើរឲ្យយ៉ាងយូរគាត់ទៅដល់សួនច្បារមួយហើយទូឯករបស់យើងហ្នឹងក៏បានឃើញកញ្ញាម្នាក់ដែលកំពុងតែថត selfie ណាហើយនាងហ្នឹងគឺជាម្ចាស់របស់ husky របស់យើងហ្នឹងឯងបន្ទាប់ពីនាងហ្នឹងបានកលេចទៅឃើញពីហើយនាងក៏បានគិតថាឆ្កែមួយនោះគឺស្តៀងនឹងឆ្កែរបស់នាងហ្នឹងណាតែតាមពិតទៅនាងមិនដឹងទេថាឆ្កែមួយនោះគឺជា husky របស់នាងហើយទូឯកប្រុសរបស់យើងក៏បានប្រាប់ទៅនាងថានេះហើយគឺជាឆ្កែរបស់នាងហ្នឹងតែកញ្ញារបស់យើងហ្នឹងនៅតែបដិសេធតែទូឯកយើងក៏បានបង្ហាញប្រាប់ហ្មងទៅថានេះឬជា husky របស់នាងឥឡូវទៅណាបាត់ទៅហើយតែមកនាងក៏បន្ទាប់ពីឃើញបែបហ្នឹងហើយនាងកញ្ញារបស់យើងហ្នឹងគឺពិតជាគាំងខ្លាំងមែនទែននាងក៏បានអរគុណទៅទូឯកប្រុសរបស់យើងហើយក៏សុំទូឯករបស់យើង add friend តែម្ដងទៅហើយទូឯករបស់យើងក៏មិនអង់យូរដែរទាញទូរស័ព្ទមក add ភ្លាមតែម្ដងហើយម្លងពេល add ហ្នឹងក៏បានឆែកមើលព័ត៌មានមួយចំនួនអំពីនាងដែរទូឯករបស់យើងហ្នឹងគឺថាពិតជាគាំងមែនទែនបន្ទាប់ពីមួយស្ទុះក្រោយមកយើងក៏បានបន្ទាប់ពីការជួបជុំនេះហើយក៏ទៅបានបែកផ្លូវគ្នាដើម្បីទៅកន្លែងរៀងខ្លួនដោយទូឯករបស់យើងក៏បានធ្វើដំណើររហូតទៅដល់ទីផ្សារលក់វត្ថុបុរាណហើយនៅក្នុងទីផ្សារនេះបើថាគ្នាយើងមួយចំនួនណាដែលចង់បានវត្ថុបុរាណនេះអាចមកទិញបានហើយបើចង់បាននេះអាចចាក់ទងមក admin បានដើម្បី admin ដឹកជញ្ជូនទៅដល់ផ្ទះតែម្ដងទៅដល់ទីតាំងក៏បានដែរនៅពេលទូឯករបស់យើងកំពុងតែធ្វើដំណើរគាត់ក៏បានឃើញវត្ថុបុរាណមួយគួរចាប់អារម្មណ៍ហើយគាត់ក៏បានចូលទៅសួនអ្នកលក់ហើយនៅពេលដែលគាត់សួនអ្នកលក់ទៅគាត់ក៏បានដឹងថាអ្នកលក់នេះពិតជាមិនស្មោះត្រង់នោះទេតែគាត់បានបោកប្រាស់អតិថិជនរបស់គាត់គេធ្វើទូឯករបស់យើងហ្នឹងគាត់មិនចង់នៅទេបើមិនដូច្នោះទេគាត់จะអត់លុយច្រើនជាងនេះជាមិនខានបន្ទាប់ពីគាត់អាចចាក់ចេញហើយគាត់ក៏បានធ្វើដំណើរទៅបន្តទៀតគាត់ក៏បានទៅកន្លែងមួយដែលមានវត្ថុបុរាណដែលគាត់គួរចាប់អារម្មណ៍ហើយគាត់ក៏បានចូលទៅសួរម្ដងទៀតទៅដោយអ្នកលក់ហ្នឹងគាត់ក៏បានថាគាត់ចង់មករៀនមេរៀនមួយចំនួនទៅដល់ទូឯកប្រុសរបស់យើងហើយគាត់បានដឹងថារបៀបនៃការមើលវត្ថុបុរាណហ្នឹងគឺបែបម៉េចព្រោះថាមើលទៅទូឯករបស់យើងដូចជាអ្នកថ្មីថ្មោងហ្មងដោយទូឯករបស់យើងហ្នឹងប្រើរយៈពេលយ៉ាងយូរដើម្បីពិនិត្យមើលនិងមើលថាតើវត្ថុបុរាណមួយណាដែលគួរចាប់អារម្មណ៍នៅក្នុងរងពេលនោះទូឯករបស់យើងក៏បានឃើញវត្ថុមួយដែលចាប់អារម្មណ៍យ៉ាងហើយគាត់ក៏បានប្រាប់ចាស់ហាងថាគាត់នឹងយកវត្ថុមួយនេះដោយទូឯកប្រុសរបស់យើងហ្នឹងគាត់បានគិតក្នុងចិត្តថាគាត់អាចនឹងខ្លាចជាអ្នកជំនាញមើលវត្ថុបុរាណនេះពេលអនាគតគាត់ថាបានដែរ